សួស្តីបងប្អូនថ្នាក់ទី9ទាំងអស់គ្នាថ្ងៃនេះលោកគ្រូចូលវិញ្ញាសាទី3ជាអត្ថបទសរសេរតាមអានដែលត្រៀមសម្រាប់ការប្រឡងនៅពេលខាងមុខបាទហើយអត្ថបទដែលលោកគ្រូដកស្រង់នេះមានចំណងជើងថាព្រះនាងអន្តរទេវីបងអូនស្ដាប់លោកគ្រូអានហើយបន្ទាប់មកពិនិត្យមើលថាខ្លួនឯងអត់ចេះពាក្យអីខ្លះពេលដែលពាក្យណាមួយមិនច្បាស់បងអាចមើលទៅលើអេក្រង់ដើម្បីបញ្ជាក់ទៅលើការសរសេររបស់ខ្លួនឯងណាតោះលោកគ្រូចាប់ផ្ដើមអានអត្ថបទព្រះនាងឥន្ទ្រទេវីក្នុងឋានៈជាអគ្គមហេសីនៃព្រះមហាក្សត្រដ៏មានអំណាចខ្លាំងពូកែមួយអង្គព្រះនាងទ្រង់បញ្ចុះបញ្ចូលស្វាមីឲ្យមានគុណធម៌យ៉ាងជ្រាលជ្រៅចំពោះប្រជានុរាស្ត្រនិងងាកមកកាន់ព្រះពុទ្ធសាសនាយ៉ាងមុតមាំនៅពេលជួសជុលរាជធានីអង្គរធំរាជធានីចាស់យសោធបរៈព្រះបាទជ័យវរ្ម័នទី7ទ្រង់ចាត់ឲ្យសាងប្រាសាទបាយ័នដើម្បីតម្កល់ព្រះពុទ្ធរូបមួយអង្គដែលមានកម្ពស់9ម៉ែត្រទុកជាទីសក្ការៈបូជាចំពោះព្រះពុទ្ធសាសនាទន្ទឹមនឹងនេះព្រះអង្គទ្រង់ចាត់ឲ្យស្ថាបនាប្រាសាទព្រះខ័នសម្រាប់រំលឹកវិញ្ញាណក្ខន្ធព្រះវរៈបិតាប្រាសាទតាព្រហ្មជាទីតម្កល់ព្រះបរមរូបនៃព្រះមេត្តានិងសម្ដេចព្រះគ្រូប្រាសាទបន្ទាយឆ្មារជាដង្វាយដល់ព្រះរាជបុត្រមួយអង្គព្រះនាមសិន្ទ្រកុមារដែលមានគុណចំពោះព្រះបាទយសោវរ្ម័នទី2ក្នុងចម្បាំងនឹងជនក្បត់រាហូនិងប្រាសាទដទៃទៀតជាច្រើនក្រៅពីនេះព្រះអង្គបានចាត់ឲ្យសង់សាលាសំណាក់ចំនួន121ជាទីស្នាក់ការនៃអ្នកដំណើរវត្តអារាមនានាសម្រាប់ទទួលនិស្សិតឲ្យចូលរៀនមុខវិជ្ជាផ្សេងនិងមន្ទីរពេទ្យចំនួន102ដែលមានគ្រូពេទ្យនិងឱសថគ្រប់យ៉ាងនេះបញ្ជាក់ឲ្យឃើញថាសុខទុក្ខរាស្ត្រគឺជាសុខទុក្ខរបស់ព្រះអង្គដែរបាទយើងចូលអត្ថបទបន្ទាប់ដោយសារចំណេះដឹងដ៏ខ្ពង់ខ្ពស់និងចរិយាល្អឥតខ្ចោះព្រះនាងឥន្ទ្រទេវីក្លាយជានារីម្នាក់ដែលមានតម្លៃជាអមតៈគួរឲ្យកោតស្ញប់ស្ញែងយ៉ាងក្រៃលែងឥទ្ធិពលព្រះនាងជំរុញព្រះពុទ្ធសាសនាឲ្យចាក់ឫសយ៉ាងរឹងមាំនិងមានពន្លឺភ្លឺថ្លាដូចពេជ្រពន្ធរាយក្នុងព្រះរាជាណាចក្រយើងជាពិសេសញ៉ាំងសម័យអង្គរឲ្យคล้ายជាសម័យដ៏រុងរឿងជាងសម័យណាទាំងអស់ស្នាព្រះហស្ថរបស់ព្រះនាងស្ថិតនៅគង់វង្សរហូតមកដល់បច្ចុប្បន្នកាលនេះហើយមិនគ្រាន់តែបង្ហាញប្រាប់កូនខ្មែរអំពីហេតុការណ៍ក្នុងសម័យនោះប៉ុណ្ណោះទេប៉ុន្តែថែមទាំងបំផុសស្មារតីកម្ពុជាបុត្រគ្រប់រូបឲ្យថែរក្សានិងលើកស្ទួយវប្បធម៌ជាតិយើងឲ្យបានថ្កុំថ្កើងរុងរឿងតទៅបាទអត្ថបទយើងចប់ប៉ុណ្ណឹងយើងមកមើលសំណួរនៅក្នុងនេះយើងមានសំណួរ6សំណួរសំណួរទី1តើព្រះនាងឥន្ទ្រទេវីជានរណាបាទចម្លើយមាននៅក្នុងអត្ថបទហើយចូលបង្ហាញគុណសម្បត្តិមួយចំនួនរបស់ព្រះនាងឥន្ទ្រទេវីតាមរយៈអត្ថបទបាទសំណួរ
នេះមើលអត្ថបទឆ្លើយតែម្ដងទី3ចូលពន្យល់ពាក្យខាងក្រោមនេះឲ្យបានត្រឹមត្រូវអគ្គមហេសីវិញ្ញាណខណ្ឌព្រះហស្ថព្រះខណ្ឌ4ចូលរកពាក្យនៃដូចសទិសន័យនិងពាក្យក្រៃលែងបាទទី5ចូលរកពាក្យសូដូចសទិសសូនិងពាក្យការបានហើយទី6ជាសំណួរចុងក្រោយចូលតែងល្បះក្រងឲ្យបាន3ល្បះបានយើងមកមើលចម្លើយលោកគ្រូបានរៀបចំចម្លើយបាទចម្លើយនេះគឺដកស្រង់ចេញពីខ្លឹមសារនៃអត្ថបទតែម្ដងតើព្រះនាងអន្តរទេវីជាអ្នកណានឹងថាព្រះនាងគឺជាអគ្គមហេសីរបស់ព្រះបាទជ័យវរ្ម័នទី7បាទព្រះនាងមានទាំងចំណេះដឹងគុណធម៌និងមានស្នាព្រះហស្ថដ៏ធំធេងក្នុងការជួយស្រោចស្រង់និងលើកស្ទួយជាតិមាតុភូមិព្រមទាំងវប្បធម៌ខ្មែរឲ្យបានកំកើនរុងរឿងបាទសម្រាប់ចម្លើយនៃសំណួរទី1នេះឆ្លើយតែប៉ុណ្្នឹងក៏បានដែរប៉ុន្តែលោកគ្រូថែមទៀតទៅជានារីដែលមានចំណេះដឹងដ៏ខ្ពង់ខ្ពស់និងចរិយាល្អឥតខ្ចោះបាទជាអ្នកដឹកនាំដ៏មានឥទ្ធិពលតែបានបញ្ចុះបញ្ចូលស្វាមីឲ្យមានគុណធម៌យ៉ាងជ្រាលជ្រៅចំពោះប្រជានុរាស្ត្របាទនិងងាកមកកាន់ព្រះពុទ្ធសាសនាយ៉ាងមុតមាំបាទយើងអាចដាក់ដល់ទៅ3ចំណុចប៉ុន្តែដែលយើងឆ្លើយថាព្រះនាងជាអគ្គមហេសីរបស់ព្រះបាទជ័យវរ្ម័នទី7នេះក៏ជាចម្លើយមួយដែលត្រឹមត្រូវទៅហើយបានយើងមកមើលសំណួរបន្ទាប់យើងចូលដល់សំណួរទី2ចូលបង្ហាញអំពីគុណសម្បត្តិមួយចំនួនរបស់ព្រះនាងអន្តរទេវីតាមរយៈអត្ថបទបាទយើងមើលគុណសម្បត្តិមួយចំនួនរបស់ព្រះនាងអន្តរទេវីនោះមានដូចជាទី1មានចំណេះដឹងខ្ពង់ខ្ពស់និងចរិយាល្អឥតខ្ចោះបាទហើយកន្លែងនឹងឯងដែលធ្វើឲ្យព្រះនាងមានតម្លៃជាអមតៈមានន័យថាអ្នកដែលមានចំណេះដឹងហ្នឹងគឺមានតម្លៃសម្រាប់គ្រប់សម័យកាលទាំងអស់មានគុណធម៌និងព្រហ្មវិហារធម៌ព្រះនាងបានបញ្ចុះបញ្ចូលព្រះស្វាមីព្រះបាទជ័យវរ្ម័នទី7ឲ្យមានគុណធម៌យ៉ាងជ្រាលជ្រៅចំពោះប្រជារាស្ត្ររបស់ព្រះអង្គដោយនាំឲ្យមានការសាងសង់ជាច្រើនតាំងពីសាលាសំណាក់និងមន្ទីរពេទ្យដូចមាននៅក្នុងអត្ថបទណាលោកគ្រូមិនអានលំអិតទេលោកគ្រូអាននៅគំនិតសំខាន់ចំណុចទី3គឺមានសទ្ធាជ្រះថ្លាមុតមាំក្នុងព្រះពុទ្ធសាសនាព្រះនាងមានជំនឿលើព្រះពុទ្ធសាសនាយ៉ាងមុតមាំបាទចំណុចទី4ជាអ្នកដឹកនាំដ៏មានឥទ្ធិពលបានព្រះនាងបានរួមចំណែកយ៉ាងធំធេងក្នុងការញ៉ាំងសម័យអង្គរឲ្យក្លាយជាសម័យដ៏រុងរឿងជាងសម័យណាទាំងអស់បាទយើងសរុបរួមមកគុណសម្បត្តិទី1ជាប្រពន្ធល្អទី2ជាអ្នកដឹកនាំល្អបាទទី3គឺគុណសម្បត្តិនៃសន្តានចិត្តនិងចំណេះដឹងរបស់ព្រះនាងបាទយើងចូលដល់សំណួរទី3សំណួរទី3យើងពន្យល់ពាក្យបាទពន្យល់ពាក្យមានអគ្គមហេសីបាទជានាមមានន័យថាប្រពន្ធធំប្រពន្ធដែលព្រះរាជាសពព្រះតីជាអគ្គមហេសីចម្បងរបស់ព្រះមហាក្សត្របាទវិញ្ញាណខណ្ឌការដឹងច្បាស់នៅអារម្មណ៍ឬក៏ការរំលឹកដល់ដួងវិញ្ញាណឬប្រលឹងអ្នកដែលបានចែកឋានព្រះហស្ថមានន័យថាដៃរបស់ព្រះមហាក្សត្រឬក៏ទេវរូបផ្សេងបាទព្រះហស្ថមានន័យថាដៃនឹងតែម្ដងព្រះខ័នដាវមុខពីរក៏គ្រឿងសាស្ត្រាវុធសម្រាប់ធ្វើសឹកសង្គ្រាមរបស់ព្រះមហាក្សត្របានយើងចប់សំណួរទី3ទៅលើការពន្យល់ពាក្យយើងមកមើលសំណួរទី4រោគនៃដូចសទិសន័យនៃពាក្យក្រៃលែងបាទយើងមើលដូចជាពាក្យលើសលប់លើសលែងខ្លាំងហួសពីកម្រិតធម្មតាបាទយើងចូលដល់សំណួរទី5បាទសំណួរទី5នេះ
សទិសសូឬសូដូចនឹងពាក្យការបាទការនឹងមានច្រើនណាស់មានការអត់រើការមានរើការណតនឃាតការរើហើយណតនឃាតទៀតមានដល់ទៅ4ចោះយើងមើលមួយលោកគ្រូការនេះបំពង់សម្រាប់ដាក់ទឹកបាទយើងដែលលឺម្ដាយឪពុកយើងម៉ាក់ប៉ាយើងថាការទឹកការសម្រាប់ដួសទឹកហ្នឹងណាមួយទៀតការនឹងដែរគឺសរសេរសម្បត្តិអាស័យដ្ឋានសរសេរអាស័យដ្ឋានគឺសរសេរចុះឈ្មោះលំនៅអ្នកដែលនឹងទទួលសម្បត្តិបាទការស្រោមសម្បត្តិគេថាអាស័យដ្ឋានរបស់អ្នកទទួលសម្បត្តិការមួយទៀតជាកិរិយាមូលសរសៃសូត្របាទការសូត្រការអំបោះមូលយើងយកអំបោះមកមូលពីសម័យមុនយើងឃើញមានឬក៏អ្នកត្បាញរវៃសិប្បកម្មសូត្រអីមានប្រើពាក្យនឹងការសូត្រហ្នឹងការមួយទៀតជាកិរិយាបិទបាំងរារាំងបាទខាត់មិនឲ្យសត្រូវចូលមកឧទាហរណ៍ការខ្លួនបាទមេមន់ការកូនឆ្កែការកូនការហ្នឹងមានរោដែរមានន័យថាឆ្កែហ្នឹងមេឆ្កែហ្នឹងមិនឲ្យអ្នកណាមកប៉ះកូនរបស់គេទេគេការពារបាទការមួយទៀតជាកិរិយាផ្សំផ្គុំបុរសនិងស្ត្រីឲ្យទៅជាគូស្វាមីភរិយាឧទាហរណ៍ស៊ីការកូនការក្មួយបាទមានន័យស្មើនឹងពាក្យអាពាហ៍ពិពាហ៍បាទយើងមកមើលនៅទៀតនៅច្រើនទៀតនៅការមួយទៀតកិច្ចការដែលត្រូវធ្វើឧទាហរណ៍ការងារមានការធ្វើការជាដើមការមួយទៀតពាក្យសម្រាប់ប្រើដាក់ពីមុខកិរិយាសព្ទព្រោះឲ្យคล้ายទៅជានាមឧទាហរណ៍សំពះជាកិរិយាសព្ទពេលដាក់ការទៅការសំពះទៅជានាមឧទាហរណ៍ពិសោធន៍ជាកិរិយាសព្ទពេលដាក់ការពីមុខទៅជាការពិសោធន៍ពាក្យការពិសោធន៍ទៅជានាមបាទដែលប្រវត្តិដែលដើមកំណើតរបស់ពិសោធន៍ឡើយថ្នាក់ពាក្យជាកិរិយាពីដាក់ការពីមុខទៅជានាមណាការមួយទៀតការនឹងកដាក់ស្អានរបាតយើងមើលការនេះគឺសំដៅទៅលើត្រចៀកបាទព្រះការគឺត្រចៀករបស់ព្រះមហាក្សត្រហ្នឹងជារបស់ស្ដេចបាទការមួយទៀតរោណតនឃាតបាទការហេតុដំណើរសេចក្តីរាយការណ៍ទាស់ការហើយឯងបាទមានន័យថាការនេះគឺសំដៅទៅលើហេតុការណ៍ផ្សេងបាទអញ្ចឹងយើងចប់សំណួរទី5យើងចូលមកដល់សំណួរទី6ចូលតែងល្បះក្រងឲ្យបាន2ល្បះបាទយើងមករំលឹកល្បះក្រងជាទូទៅវាកើតឡើងតាមពីតម្រងទី1ដោយការសរសេរដោយសារប្រើឆ្នប់ចងយើងដឹងហើយមាន3ក្រុមមានឬនឹងប៉ុន្តែតម្រងមួយទៀតគឺយើងសរសេរតគ្នាបន្តបន្ទាប់គ្នាបាទពីល្បះរងច្រើនបន្តបន្ទាប់គ្នាឲ្យទៅជាល្បះតែមួយបាទយើងមើលឧទាហរណ៍ដោយលោកគ្រូបានលើកឡើងនៅទីនេះចម្លើយគឺឧទាហរណ៍សុខាបានដើរលេងប៉ុន្តែនាងមិនសប្បាយទេបាទឬក៏មានមិនសប្បាយចិត្តទេនេះជាល្បះក្រងនៅប្រើឆ្នប់ចងប៉ុន្តែទី2សុខាទៅសាលារៀនតាទៅវត្តម៉ែទៅផ្សារបាទល្បះនេះជាល្បះតែមួយដែលបង្ហាញអំពីសកម្មភាពមានន័យថា3ផ្សេងគ្នាដែលសរសេរតគ្នាបាទទី3សុខាមើលសៀវភៅនិងធ្វើកិច្ចការផ្ទះបាទនេះជាល្បះក្រងដែរដែលប្រើឆ្នប់ចងនឹងបាទអញ្ចឹងសម្រាប់ល្បះក្រងនៅសំណួរទី6យើងមានប៉ុណ្ណឹងហើយវិញ្ញាសាទី3យើងចប់ប៉ុណ្ណឹង